691បរិពោធជាអ្វីចិត្តនឹកអាល័យបរិយធម៌អាសតិដឹងទាន់ទាញចិត្តប្រាប់ថាអារម្មណ៍ភាវនាសមាធិកម្មដ្ឋានផ្កាយអភិធម្មផ្កាយងោដោ692បរិពោធជាអ្វីទី10អត្ថន័យខ្វល់ខ្វាយដោយសារអធិបរិពោធរឹកអស្ចារ្យនាំចិត្តសាវាភាវនាមិនបានផ្កាយអភិធម្មផ្កាយងោដោ693បរិពោធជាអ្វីចិត្តនឹកអាល័យរឹកអស្ចារ្យសតិដឹងទាន់ទាញចិត្តប្រាប់ថាអារម្មណ៍ភាវនាសមាធិកម្មដ្ឋានផ្កាយអភិធម្មផ្កាយងោដោ